ភូមិសាស្ត្រនយោបាយនៃសេដ្ឋកិច្ចសមុទ្រសមុទ្រនឹងក្លាយជាសម្រាប់ភូមិសេដ្ឋកិច្ចនិងយោធាដ៏តានតឹងបំផុតសេដ្ឋកិច្ចពណ៌ខៀវលែងសំដៅត្រឹមតែការនេសាទនិងការដឹកជញ្ជូនដូចមុនទៀតហើយបច្ចុប្បន្ននេះវារួមបញ្ចូលទាំងការរុករករ៉ែនៅបាតសមុទ្រការទាញយកថាមពលខ្យល់លើសមុទ្រនិងការការពារខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រដែលដឹកជញ្ជូនទិន្នន័យសកលប្រមាណជា 99% ការផ្លាស់ប្ដូរនេះកំពុងជំរុញឲ្យពិភពលោកពង្រីកឥទ្ធិពលតាមរយៈការទាមទារការគ្រប់គ្រងដែនសមុទ្រនិងការសាងសង់មូលដ្ឋានយោធានៅលើកោះសិប្បនិមិត្តជាដើមចំនួនលើសិទ្ធិនេសាទការគ្រប់គ្រងច្រកសមុទ្រដូចជាច្រកម៉ាឡាកាសមុទ្រចិនខាងត្បូងនិង Greenland នឹងក្លាយជាចំណុចផ្ទុះអាវុធប្រសិនបើតុល្យភាពអំណាចមិនត្រូវបានរក្សាឲ្យបានត្រឹមត្រូវយើងដឹងហើយថាសមុទ្រគឺជាផ្លូវសម្រាប់តភ្ជាប់ពិភពលោកប៉ុន្តែបច្ចុប្បន្ននេះសមុទ្រគឺជាឃ្លាំងធនធានចុងក្រោយនៅពេលដែលធនធាននៅលើដីគោកចាប់ផ្ដើមខ្សត់ខ្សោយមហាអំណាចងាកទៅរកបាតសមុទ្រជ្រៅដើម្បីស្វែងរករ៉ែកម្រនិងធនធានផ្សេងៗមួយវិញទៀតប្រមាណជា 99% នៃទិន្នន័យអ៊ីនធឺណិតនិងប្រតិបត្តិការហិរញ្ញវត្ថុសកលគឺរត់តាមខ្សែកាបក្រោមបាតសមុទ្រហេតុដូចនេះវិធីសាស្ត្រវាយប្រហារដ៏មានប្រសិទ្ធភាពបំផុតដើម្បីធ្វើឲ្យសេដ្ឋកិច្ចសត្រូវបាត់បង់សមត្ថភាពនោះគឺការកាត់ផ្តាច់ខ្សែកាបទាំងនេះសម្រាប់ប្រទេសនៅតំបន់អាស៊ីជម្លោះសមុទ្រចិនខាងត្បូងនឹងបន្តកើនកម្ដៅព្រោះវាមិនមែនគ្រាន់តែជារឿងកោះនិងថ្មប្រប្រាស់ទឹកនោះទេតែវាជារឿងនៃការគ្រប់គ្រងផ្លូវដង្ហើមនៃពាណិជ្ជកម្មសកលប្រសិនបើច្រកសមុទ្រម៉ាឡាកាត្រូវបានបិទនេះសេដ្ឋកិច្ចរបស់ប្រទេសចិនជប៉ុននិងកូរ៉េខាងត្បូងនឹងត្រូវដួលរលំនៅក្នុងរយៈពេលតែត្រឹមប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះនេះនាំឲ្យមានការប្រជែងគ្នាសាងសង់មូលដ្ឋានជើងទឹកនិងការប្រើប្រាស់ដ្រូនក្រោមទឹកដើម្បីឃ្លាំមើលចលនារបស់សត្រូវនៅក្នុងបរិបទនេះសម្រាប់ប្រទេសដែលមានព្រំដែនជាប់សមុទ្រត្រូវតែបង្កើនការយកចិត្តទុកដាក់លើការប្រែប្រួលនៃភូមិសាស្ត្រសេដ្ឋកិច្ចពណ៌ខៀវនេះខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលយើងគួរធ្វើឲ្យស្របទៅតាមភូមិសាស្ត្រនយោបាយនេះចំណុចទី1ពង្រឹងសមត្ថភាពការពារសមុទ្រជាមួយនឹងការធ្វើទំនើបកម្មកងទ័ពជើងទឹកដើម្បីការពារធនធាននេសាទនិងធនធានក្នុងដែនសមុទ្ររបស់ខ្លួនចំណុចទី2បង្កើនការវិនិយោគលើវិស័យកំពង់ផែសមុទ្រដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូននិងអាចក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងតំបន់ចំណុចទី3បង្កើនការការពារបរិស្ថានសមុទ្រដោយធ្វើការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដើម្បីទ្រទ្រង់វិស័យទេសចរណ៍និងសន្តិសុខស្បៀងក្នុងរយៈពេលវែងសូមអរគុណ